ចំណងស្នេហ៍74ឆ្នាំដែលធ្លាប់ឆ្លងកាត់ព្យុះភ្លៀងនិងការរកកម្មរកោសពេលនេះបានដើរមកដល់ចំណុចកំពូលនៃភាពច្បាស់លាស់ហើយតារាចម្រៀងសំឡេងស្អកលោកថលសុភិតិនិងអ្នកមេម៉ាយសាច់សខ្ចីអ្នកនាងឡុងមនិនត្រៀមដឹកដៃគ្នាចូលពិធីភ្ជាប់ពាក្យជាផ្លូវការនៅខែសីហាខាងមុខនេះហើយប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនបើកភ្នែកធំចង្ហមាត់ជជែកគ្នាមិនដាច់ពីមាត់នោះគឺទ្រព្យសម្បត្តិស្កឹមស្កៃឡានទំនើបរាប់លានដុល្លារនិងវិឡាទី3ដែលកំពុងតែលេចរូបរាងឡើងព្រមទាំងលក្ខខណ្ឌស្នេហាដ៏រំជួលចិត្តដែលលោកថលសុភិតិសុកចិត្តចោលការសម្ដែងឈុតក្តៅសាច់ដើម្បីអនាគតភរិយាតើនៅពីក្រោយភាពហឺហារបស់តារារូបនេះមានរឿងរ៉ាវអ្វីខ្លះដែលលោកអ្នកមិនទាន់ដឹងជួបគ្នាជាមួយនាងខ្ញុំម៉ារីនៅក្នុងកម្មវិធីព័ត៌មានពិសេសរបស់ម៉ារី CLTV ឥឡូវនេះសួស្ដីប្រិមិត្តទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់ព័ត៌មានសិល្បៈប្លែកៗនិងស៊ីជម្រៅពីម៉ារី CLTV ជាមួយនាងខ្ញុំម៉ារីពិតជាដំណឹងរីករាយនិងផ្អើលអស់អ្នកគាំទ្របើមិនមានអ្វីប្រែប្រួលនោះទេតារាចម្រៀងលំដាប់ជួរមុខលោកថលសុភិតិនឹងរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការជាមួយអ្នកលក់លេអនឡាញដ៏ល្បីល្បាញនិងមានសម្រស់ស្រស់សោភាគឺអ្នកនាងឡុងម៉ានីនថ្ងៃទី22ខែសីហាឆ្នាំ2026ខាងមុខនេះហើយដំណឹងដ៏រំភើបនេះត្រូវបានទម្លាយនិងបង្ហើបឲ្យដឹងនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកនាងឡុងម៉ានីនកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026កន្លងទៅថ្មីនេះឯងនៅក្នុងការបង្ហោះនោះអ្នកនាងឡុងម៉ានីនបានអះអាងថាពេលនេះខ្លួនកំពុងតែស្ថិតក្នុងដំណាក់កាលស្ដាប់យោបល់របស់វ៉ែនថាតើគូជ្រើសរើសរៀបចំដេកូពិធីភ្ជាប់ពាក្យបែបណាដោយនាងបានដាក់នៅវីដេអូចំនួន2តំណាងឲ្យទម្រង់ពិធីភ្ជាប់ពាក្យដើម្បីមហាជនជួយបោះឆ្នោតនិងបញ្ចេញមតិក្រោយពេលទទួលបានចម្លើយច្បាស់លាស់នាងនឹងយកមកពិចារណាសម្រេចចិត្តនេះគឺជាសញ្ញាវិជ្ជមានមួយបង្ហាញទៅកាន់មហាជនយ៉ាងច្បាស់ថាពេលនេះចំណងស្នេហ៍រវាងលោកថលសុភិតិនិងអ្នកមេម៉ាយរូបស្អាតឡុងម៉ានីនបានឈានដល់ដំណាក់កាលច្បាស់លាស់នឹងគ្នា 100% ហើយក្រោយពីអ្នកទាំងពីរបានចំណាយពេលស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេល74ឆ្នាំកន្លងមកនេះទោះយ៉ាងណាក៏ដោយទាំងលោកថលសុភិតិនិងអ្នកនាងឡុងម៉ានីនមិនទាន់បង្ហើបថាក្រោយពីពិធីភ្ជាប់ពាក្យនេះទៅពួកគេក្រុងដឹកដៃគ្នាចូលរោងការជាផ្លូវការនៅថ្ងៃខែឆ្នាំណាពិតប្រាកដនោះទេអ្វីដែលរឹតតែគូឲ្យកត់សម្គាល់និងធ្វើឲ្យគេឯងសរសើរមិនដាច់ពីមាត់នោះគឺនៅក្នុងកន្លងពេលដែលចិត្តដល់ថ្ងៃភ្ជាប់ពាក្យនេះគូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះកំពុងតែពន្លឿនការសាងសង់វិឡាត្រនំស្នេហ៍របស់ពួកគេយ៉ាងធំស្កឹមស្កៃប្រណិតអស្ចារ្យមិនចាញ់វិឡារបស់សេដ្ឋីលំដាប់ប្រទេសឡើយដែលត្រូវបានគេដឹងថាត្រូវចំណាយប្រាក់ខ្ទង់លានដុល្លារឯណោះនេះជាលទ្ធផលដ៏អែមល្ហែមដែលលោកថលសុភិតិបានចាប់ដៃអ្នកនាងឡុងម៉ានីនត្រឹមរយៈពេលខ្លីតែពួកគេអាចសល់ទ្រព្យសម្បត្តិយ៉ាងមហាសាលប្រភពព័ត៌មានបានទម្លាយថាវីឡាដ៏ធំស្កឹមស្កៃដែលកំពុងសាងសង់នេះមិនមែនជាវីឡាទី1នោះទេប៉ុន្តែជាវីឡាទី3ទៅហើយដែលពួកគេបានសាងសង់និងទិញផ្ដាច់ជារបស់ខ្លួនប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ថាតើប្រភពថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការទិញនិងសង់វីឡាទាំងនេះបានមកពីប្រាក់ចំណូលសិល្បៈរបស់លោកថលសុភិតិឬបានមកពីមុខរបរលក់លេតាមអនឡាញរបស់អ្នកនាងម៉ានីននោះឡើយសូមរំលឹកផងដែរថាមុនពេលឈានដល់ការសាងសង់វិឡាទី3នេះលោកថលសុភិតិបានបង្ហាញភាពហឺហារបស់ខ្លួនតាមរយៈការជិះរថយន្តទំនើបលំដាប់សេដ្ឋីចំនួន3គ្រឿងឆ្លាស់គ្នាក្នុងនោះរួមមានរថយន្តម៉ា Rolls-Royce តម្លៃជាង$1 លាននិងរថយន្ត Sport Lamborghini ចំនួន2គ្រឿងទៀតដែលមានតម្លៃជិត$1 លានអាមេរិកភាពត្រដែតត្រដឹមនេះសូម្បីតែតារាល្បីដទៃទៀតក៏ពិបាកនឹងលេងម៉ូដរថយន្តដេញសេរីតាមកូនប្រុសរបស់មន្ត្រីធំផ្កាយពីររូបនេះណាស់លោកថលសុភិតិក្នុងវ័យ29ឆ្នាំនេះត្រូវបានគេមើលឃើញថាឡើងកោតនិងហឺហាដល់កំពូលក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះដោយទៅណាមកណាតែងតែជិះរថយន្តថ្លៃនិងមានអង្គរៈហែហមបើកឡានជូនក៏ដូចជាតាមការពារសុវត្ថិភាពជាប្រចាំជានិច្ចជុំវិញរឿងរ៉ាវជីវិតដ៏ជោគជ័យនិងស្នេហារបស់លោកថលសុភិតិនេះប្រិមិត្តទស្សនិកជនច្បាស់ជាចាប់អារម្មណ៍ហើយថាអតីតបេក្ខភាពលេចធ្លោក្នុងកម្មវិធី Cambodia Idol រដូវកាលទី4រូបនេះក្រោយពេលសម្រេចចិត្តដើរចេញពីផលិតកម្មយៈហងមាសហើយមកជ្រកកោននៅផលិតកម្ម Gen Music ជិត3ឆ្នាំនេះលោកមិនសូវជាមានបទចម្រៀងផ្ទុះខ្លាំងដោយកាលពីមុនឡើយហើយថ្មីនេះលោកទៅតែបានចាប់ដៃជាមួយរៀងច្បងលោកសាពូនមីដាដាដើម្បីច្រៀង cover បទចម្រៀងល្បីៗពីដើមឡើងវិញតែ
ប៉ុណ្ណោះប៉ុន្តែផ្ទុយទៅវិញអ្វីដែលយើងសង្កេតឃើញច្បាស់គឺលោកសុភិតិបែរជាចេញមុខមាត់យ៉ាងខ្លាំងក្នុងការជួយជ្រោមជ្រែងមុខរបរលក់ផលិតផលអនឡាញរបស់អនាគតភេទអាយាទៅវិញចំណុចនេះនាងខ្ញុំម៉ារីយល់ឃើញថាវាជាយុទ្ធសាស្ត្រជីវិតដ៏ឆ្លាតវៃមួយរបស់លោកសុភិតិទោះបីជាការងារសិល្បៈមិនសូវមានបទផ្ទុះខ្លាំងតែការងាកមកពង្រឹងសេដ្ឋកិច្ចគ្រួសារជាមួយគូស្នេហ៍គឺជាគ្រឹះដ៏រឹងមាំដែលធ្វើឲ្យលោកអាចក្តោបក្តាប់ទ្រព្យសម្បត្តិបានយ៉ាងលឿនរហូតមានឡានប្រណិតនិងវិឡាដល់ទៅ3កន្លែងបើយើងប្រៀបធៀបទៅនឹងតារាចម្រៀងល្បីៗចំនួនមុនដែលដេកវិឡាធំស្កឹមស្កៃនៅឆ្នាំ2026នេះដូចជាលោកខេមរៈស្រីមុនលោកកែវវាសនាលោកឆនសវណ្ណរាជនិងលោកឆាយវរៈយុទ្ធជាដើមគឺគេឃើញថាលោកថោសុភិតិមានផ្ទះវិឡានិងរថយន្តទំនើបច្រើនគ្រឿងជាងរៀងច្បងទាំងនោះទៅទៀតបើទោះបីជាអាយុរង្វង់សិល្បៈរបស់លោកនៅក្មេងខ្ចីជាងក៏ដោយប៉ុន្តែអ្វីដែលជាចំណុចរសើបនិងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺរឿងរ៉ាវលក្ខខណ្ឌស្នេហាមានព័ត៌មានផ្លូវការថាលោកថោសុភិតិត្រូវបានអនាគតភរិយាគឺអ្នកនាងឡុងម៉ានីនហាមដាច់ខាតមិនឲ្យលេងឈុតឆាកក្តៅសាច់ជាមួយតារាស្រីដទៃឡើយពិសេសគឺការអោបថើបបឺតមាត់ជាដើមត្រង់ចំណុចនេះក្នុងនាមនាងខ្ញុំជាអ្នកតាមដានសិល្បៈនាងខ្ញុំយល់ថាវាអាចជាឧបសគ្គនិងជាភាពពិបាកមួយសម្រាប់លោកក្នុងការផលិតវីដេអូចម្រៀង MV ឲ្យមានភាពទាក់ទាញខ្លាំងឬលេងឲ្យដល់កម្រិតតួអង្គទៅតាមអ្វីដែលអ្នកដឹកនាំសម្ដែងចង់បានប៉ុន្តែដើម្បីរក្សាចំណងស្នេហាកុំឲ្យមានភាពរកាំរកូសឬរង្គោះរង្គើជាលើកទី2លោកសុភិតិសុកចិត្តលះបង់ធ្វើតាមលក្ខខណ្ឌរបស់ភរិយាគ្រប់បែបយ៉ាងទាំងអស់ពីព្រោះកាលពីកន្លងទៅអ្នកនាងម៉ានីនធ្លាប់ឆេះដុំនិងខឹងសម្បាយ៉ាងខ្លាំងរួចម្ដងហើយជុំវិញរឿងរ៉ាវដែលលោកសុភិតិលេង MV នៅក្នុងផលិតកម្មហងមាសដោយមានឈុតឆាកថើបបឺតមាត់យ៉ាងស្រើបស្រាលជាមួយតារាស្រីស្រស់ស្អាតកញ្ញាអ៊ីងមេរៀនស្នេហារបស់ពួកគេបានបង្ហាញឲ្យឃើញថាការយោគយល់និងការផ្ដល់តម្លៃឲ្យដៃគូគឺជារឿងសំខាន់ជាងគេឈ្មោះសិល្បៈលោកសុភិតិសុកចិត្តជ្រើសរើសយកក្តីសុខក្នុងគ្រួសារនិងភាពស្ងប់ស្ងាត់ក្នុងស្នេហាជាងការចង់បានភាពល្បីល្បាញតាមរយៈឈុតឆាកស្រើបស្រាលដែលអាចធ្វើឲ្យមនុស្សជាទីស្រឡាញ់ត្រូវបង្ហូរទឹកភ្នែកទោះជាយ៉ាងណាជីវិតវាក៏មិនមែនរលូនឥតខ្ចោះនោះទេព្រោះកាលពីពេលថ្មីនេះលោកថោសុភិតិក៏ទៅតែជួបភ្លៀងចម្រូងចម្រាសពាក្យសម្ដីជាមួយអ្នកគាំទ្រតន្ត្រី K-pop មួយចំនួនរហូតដល់ថ្នាក់ធ្វើឲ្យលោកបង្ខំចិត្តលុបចោលការឡើងច្រៀងសម្ដែង concert ដ៏ធំមួយទាំងសោកស្ដាយផងដែរនេះបញ្ជាក់ថាភាពហ៊ឺហានិងភាពល្បីល្បាញតែងតែដើរទន្ទឹមគ្នានឹងសម្ពាធជានិច្ចរឿងរ៉ាវជីវិតនិងស្នេហារបស់លោកថោសុភិតិនិងអ្នកនាងឡុងម៉ានីនពិតជាបានផ្ដល់នូវទស្សនវិជ្ជាជីវិតជាច្រើនទាំងការតស៊ូក្នុងអាជីវកម្មការលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់និងការឆ្លងកាត់ឧបសគ្គក្នុងរង្វង់សិល្បៈក្នុងនាមនាងខ្ញុំម៉ារីនិងតំណាងឲ្យ Channel Marie CRTV សូមជូនពរឲ្យអ្នកទាំងពីរទទួលបានជោគជ័យក្នុងពិធីភ្ជាប់ពាក្យនៅថ្ងៃទី22ខែសីហាខាងមុខនេះភរិយាកាន់តែស្រឡាញ់អាជីពកាន់តែរីកចម្រើននិងមានសុភមង្គលជារៀងរហូតតើប្រិមិត្តទស្សនិកជនយល់យ៉ាងណាដែរចំពោះលក្ខខណ្ឌស្នេហារបស់អ្នកនាងឡុងម៉ានីននិងការសម្រេចចិត្តរបស់លោកថោសុភិតិសូមបញ្ចេញមតិ comment នៅខាងក្រោមវីដេអូទាំងអស់គ្នាកុំភ្លេចចុច Subscribe និងចុចសញ្ញាកណ្ដឹង Channel Marie CRTV ដើម្បីទទួលបានព័ត៌មានសិល្បៈស៊ីជម្រៅនិងរហ័សទាន់ចិត្តជារៀងរាល់ថ្ងៃនៅពេលនេះនាងខ្ញុំម៉ារីសូមអរគុណសម្រាប់ការតាមដាននិងសូមជម្រាបលា